ជំរាបសួរពុកម៉ែបងប្អូនបងប្អូននេះថ្ងៃនេះឆ្លៀតចូលមកឃ្លាំងមកថតត្រាក់ទ័រម៉ាស៊ីនជ្រូតឲ្យបងប្អូនមើលបងប្អូនណាហើយពុកម៉ែបងប្អូនដែលចង់ទិញលុយសុទ្ធក៏ត្រូវទិញរំលោះក៏តាបានតម្លៃដូចគ្នាទេបងប្អូនណាតម្លៃដូចគ្នាទេបកករំលោះយើងត្រូវខាត់ការប្រាណានឹងខ្ញុំនិយាយពីទិញលុយសុទ្ធវិញអញ្ចឹងបងប្អូន25ខែក្រុងទិញណាក៏បានដែរអត់អីទេអ្នកណាមកទិញទៅណាក៏បានដែរបើឃ្លាំងនេះខ្ញុំថតនៅខាងឃ្លាំងអេងហុកបងណាពីអេងហុកបើក៏បងប្អូនចង់ទិញនៅកំពង់ឆ្នាំងទិញនៅកំពង់ស្ពឺទិញនៅតកៅកពតអីរឿងរបស់បងប្អូនទេខ្ញុំអត់ដឹងទេបើក៏បងប្អូនចង់តាក់ទងមកខ្ញុំឲ្យខ្ញុំជួយឲ្យទិញឲ្យក៏ឲ្យក៏បានខ្ញុំជួយរកតម្លៃឲ្យសមរម្យបងប្អូនណាទាំងទី1ទី2បងប្អូនដែលចង់រំលោះបងប្អូនឲ្យតាក់ទងមកខ្ញុំមកមានឲ្យអ្វីដែលពិសេសជាងគេណាអញ្ចឹងដូចខ្ញុំនិយាយដែរអញ្ចឹងអ្នកដែលធ្លាប់តាមដានខ្ញុំអ្នកពោធិ៍សាត់អ្នកកំពុងឆ្នាំងអ្នកកំពុងស្ពឺបងប្អូនណាតាក់ទងមកតាមរយៈខ្ញុំមានតែអ្នកពោធិ៍សាត់កំពុងឆ្នាំងកំពុងស្ពឺអាហ្នឹងខ្ញុំនិយាយថាបើសិនជាជួបខ្ញុំណាហ្នឹងបានអ្វីពិសេសប៉ុន្តែបើសិនករណីបងប្អូននៅក្រៅខេត្តហ្នឹងទៀតនៅក្រៅខេត្តហ្នឹងប៉ុន្តែចង់តំណែងចង់កក់ចង់រំលោះតាមខ្ញុំក៏បានដូចគ្នាក៏បានពិសេសដែរបើខលវាមិនពិសេសដូចអ្នកដែលខ្ញុំត្រូវជួបផ្ទាល់ណាបងប្អូនណាអញ្ចឹងបងប្អូនអាចតំណែងមកបានរំលោះស្រួលទេមានតាញៀនបានប្រៃតាញៀនបានប្រពន្ធតាញៀនបានអ្នកធានាការងារផ្សេងយើងជួបនេះយើងលំអិតរំលោះបាន5ឆ្នាំ6ខែយើងឡើងដើមម្ដងក៏បាន1ឆ្នាំឡើងដើមម្ដងក៏បានបើខលចុងយើងត្រូវបង់គេរកខែចុងត្រូវបង់គេរកខែបើខលឥឡូវខែ4នេះគេចោលឲ្យ5ខែអញ្ចឹងខែទី1ដល់ខែទី5គេចោលហ្មងគេអត់យកពីបងប្អូនទេណាគេអត់យកទេ5ខែដំបូងណាអញ្ចឹងចាប់ពីខែទី6ទៅចាំបង់ការប្រាក់ឲ្យគេបើដើមរើសបានបងប្អូនចង់បង់1ខែម្ដង3ខែម្ដង6ខែម្ដង1ឆ្នាំម្ដងអាហ្នឹងស្រេចតែចិត្តបងប្អូនទេណាហើយរំលោះស្រួលបងប្អូនយើងដាក់5ឆ្នាំទៅយើង1ឆ្នាំយើងផ្ដាច់ក៏បាន2ឆ្នាំយើងផ្ដាច់ក៏បានគេអត់មានខាប់ពីនេះយើងទេគ្រាន់តែបើសិនបងប្អូនជ្រើសរើស1ឆ្នាំបងប្អូនត្រូវបង់មិនបាន1ឆ្នាំពេញបើបងប្អូនជ្រើសរើសកម្មវិធីបង់2ឆ្នាំចាំផ្ដាច់អាហ្នឹងមានន័យថាបងប្អូនត្រូវបង់ឲ្យបាន2ឆ្នាំចាំផ្ដាច់បើបង់ផ្ដាច់មុនការកំណត់អាហ្នឹងក៏គេមិនព្រមដែរបងប្អូនណាហើយស្រួលអត់មានប្លង់ផ្ទះប្លង់ដីប្រចាំអត់មានសញ្ញេភូមិឃុំអីទេបងប្អូនណាស្រួលទេបើក៏បងប្អូនបង់អត់បានអាហ្នឹងក្រុមហ៊ុនសុំយកឲ្យបានទៅវិញណោះអញ្ចឹងរឿងមានតែប៉ុណ្ណាដូចអត់មានអីផងម៉ាស៊ីនជ្រូតនៅសល់ច្រើនបងប្អូនណាអញ្ចឹងអត់ទាន់ដល់ខែម៉ាស៊ីនជ្រូតទេប៉ុន្តែបើសិនជាករណីហើយបងប្អូនចង់បានតាក់ទងមកហើយទៅក្រែងលោតិចទៀតដល់ខែជ្រូតអត់មានអីវ៉ាន់អាហ្នឹងក៏នៅស្រេចហើយណាបងប្អូនអញ្ចឹងតែប៉ុណ្្នឹងទេថ្ងៃនេះតិចខ្លីមានចម្ងល់អីតាក់ទងមកបានណាអរគុណ